សូមជូនរឿងសត្វហង្សក្បាលពីរការញុះញង់ជាអាវុធក្លាហានបំផុតនៅក្នុងលោកក្នុងសាសនាព្រះសម្ពុទ្ធព្រះនាមកាសបៈមានស្ត្រីម្នាក់មានចិត្តស្មោះត្រង់ស្នេហាចំពោះស្វាមីរបស់ខ្លួនតែងគោរពប្រតិបត្តិចំពោះស្វាមីដូចជាស្រីទេពអប្សរគោរពបម្រើព្រះឥន្ទ្រាធិរាជពុំដែលឲ្យមានម៉ងឆ្គំឆ្គងត្រង់កិច្ចណាមួយឡើយថ្ងៃមួយស្ត្រីនោះបាននាំស្វាមីទៅចាត់ចែងទានថ្វាយដល់ព្រះសង្ឃមានព្រះពុទ្ធជាប្រធានហើយបានតាំងសេចក្តីប្រាថ្នាថាក្នុងជាតិខាងមុខបន្ទាប់អំពីជាតិនេះទៅសូមឲ្យបានទៅកើតជាបុរសរាល់ជាតិហើយសូមឲ្យកើតជាប្អូនរួមផ្ទៃនឹងស្វាមីរបស់ខ្ញុំម្យ៉ាងទៀតបើយើងខ្ញុំទាំងពីរនាក់ផ្លត់កតិទៅកើតក្នុងសត្វដេរិឆានសូមឲ្យមានខ្លួនជាប់គ្នាក្បាលពីរកុំខានព្រះសម្ពុទ្ធទ្រង់ធ្វើផតានុមោទនាហើយស្ដេចត្រឡប់ទៅកាន់អារាមជាមួយនឹងភិក្ខុសង្ឃជាបរិវារវិញឯជនទាំងពីរនាក់ស្វាមីភរិយាលុះដល់ខ្សែជីវិតទៅក៏បានទៅកើតជាកុមារនៅក្នុងត្រកូលមហាសេដ្ឋីមួយជាតិព្រាហ្មណ៍មហាសាលមួយជាតិខត្តយៈមហាសាលមួយជាតិកើតរួមផ្ទៃជាមួយគ្នាជាកូនភ្លុះនាងភរិយាកើតជាប្អូនប្រុសស្វាមីជាបងប្រុសកុមារទាំងពីរមានសេចក្តីរាប់អានស្រឡាញ់គ្នាជាទីបំផុតបន្ទាប់អំពីជាតិនោះមកផ្លត់កតិក៏បានទៅកើតជាសត្វហង្សមាសមានខ្លួនព្រែកជាប់គ្នាមានក្បាលពីរស្លាប4ជើង4នៅអាស្រ័យនៅក្នុងព្រៃហេមពៀនក្បែរស្រះបោកករណីមួយតែងទៅរកចំណីអាហារជាមួយគ្នាពុំដែលទាស់តែងខ្វែងគំនិតគ្នាឡើយថ្ងៃមួយមានថ្មើរព្រៃម្នាក់បានឃើញហង្សមាសក្បាលពីរនោះក៏កើតសេចក្តីអស្ចារ្យពន់ពេកណាស់ទើបត្រឡប់ទៅក្រាបទូលដល់ព្រះបាទពារាណសីគ្រានោះព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រះបាទពារាណសីទ្រង់បានព្រះសណ្ដាប់ពាក្យព្រាហ្មណ៍នោះហើយក៏ប្រើថ្មើរព្រៃឲ្យទៅចាប់ហង្សក្បាលពីរនោះយកមកថ្វាយថ្មើរព្រៃក៏ទៅចាប់បានមកយកមកថ្វាយដោយព្រះរាជបំណងស្ដេចទ្រង់សប្បុរហរតីណាស់បានប្រទានរង្វាន់ដល់ថ្មើរព្រៃនោះជាច្រើនទើបប្រគល់ហង្សមាសក្បាលពីរនោះឲ្យអគ្គមហេសីយកទៅចិញ្ចឹមព្រះអគ្គមហេសីបានឲ្យជាងធ្វើទ្រុងមាសដាក់ហង្សនោះហើយទ្រង់ប្រទានលាជនឹងទឹកឃ្មុំដាក់នៅលើថាសមាសឲ្យស៊ីតែរាល់ថ្ងៃក្នុងកាលជាខាងក្រោយមកព្រះនាងទេវីបានចូលទៅក្រាបបង្គំទូលព្រះបាទពារាណសីថាហង្សមាសក្បាលពីរនោះប្រសិនបើបំបែកឲ្យដាច់ពីគ្នាបានហង្សមួយទុកចិញ្ចឹមនៅក្នុងព្រះរាជវាំងហង្សមួយទុកនៅក្នុងសួនសត្វសម្រាប់ឲ្យមហាជនមើលជាការប្រពៃណាស់ព្រះបាទពារាណសីទ្រង់យល់តាមមតិរបស់ព្រះនាងទេវីទើបបង្គាប់អាមាត្យទាំងឡាយឲ្យមកប្រជុំគ្នាហើយត្រាស់សួរថាអ្នកណាអាចបំបែកហង្សនេះឲ្យបែកចេញពីគ្នាបានដោយឥតមានគ្រោះថ្នាក់យើងនឹងឲ្យរង្វាន់ជាច្រើនដល់អ្នកនោះពេលនោះមានអាមាត្យម្នាក់ជាអ្នកវៃឆ្លៀសនៅក្នុងឧបាយបានថ្វាយដំណឹងដល់ព្រះរាជាថាខ្ញុំព្រះអង្គអាចបំបែកបានព្រះរាជាក៏ប្រគល់ហង្សនោះឲ្យទៅថ្ងៃមួយអាមាត្យនោះរៀបចំតាក់តែងខ្លួនចូលទៅក្នុងវាំងមុននឹងទៅបង្ហាញខ្លួនឲ្យហង្សទាំងពីរនោះដឹងថាទៅកល់ព្រះរាជាលុះត្រឡប់មកវិញទៅអោនខ្សិតចិត្តក្បាលហង្សម្ខាងនិយាយខ្សៅតិចធ្វើហាក់ដូចជាប្រាប់រឿងអាកំបាំងអ្វីមួយហើយក៏ជិះចេញទៅឯហង្សម្ខាងឃើញដូច្នោះហើយមានសេចក្តីសង្ស័យណាស់ទើបសួរទៅហង្សជាសម្លាញ់ថាអំបញ្ញមិញនេះអាមាត្យខ្សឹបប្រាប់រឿងអាកំបាំងអ្វីដល់អ្នកចូលប្រាប់គ្នាផងហង្សម្ខាងប្រាប់ថាឥតមានប្រាប់ការអ្វីទេគ្រាន់តែឮខ្សៅមិនដឹងជាគេថាដូចម្ដេចហង្សម្ខាងតូចចិត្តណាស់ទើបនិយាយថាអូសម្លាញ់ឯងមិនគួរលាក់នឹងគ្នាសោះគ្នាពិតជាឃើញអាមាត្យនិយាយប្រាប់ឯងនឹងភ្នែកទោះបីហង្សម្ខាងនិយាយប្រាប់យ៉ាងណាក៏មិនជឿចេះតែទទូចសួរជាញឹកញាប់ថ្ងៃក្រោយអាមាត្យទៅខ្សឹបក្បែរត្រចៀកហង្សនោះទៀតហង្សម្ខាងសង្ស័យក៏សួរដូចមុនហង្សម្ខាងប្រាប់ថាខ្ញុំមិនឮអ្វីទេហេតុដូចម្ដេចបានចេះតែសួរខ្ញុំចាប់តាំងពីពេលនោះមកហង្សទាំងពីរក៏ឆ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងដរាបដល់ជេរប្រតិចហើយទៅទះស្លាប់ចឹកគ្នាជាខ្លាំងដោយអំណាចសេចក្តីក្រោធសរីរៈរាងកាយហង្សក៏រហែកចេញពីគ្នាដាច់ជាពីរ
អាមាត្យឃើញដូច្នោះហើយក៏នាំយកហង្សទាំងពីរទៅថ្វាយព្រះបាទពារាណសីព្រះអង្គទតឃើញមានសេចក្តីសោមនស្សពន់ពេកទើបបរិជ្ជទានស្រុកសួយឲ្យជារង្វាន់ហើយទ្រង់ត្រាស់សួរថាអ្នកធ្វើដូចម្ដេចបានជាហង្សបែកចេញពីគ្នាសូម្បីតែយកមកដាក់ជិតគ្នាក៏មិនបានអាមាត្យក្រាបទូលតាមការដែលខ្លួនបានធ្វើទ្រង់ព្រះសណ្ដាប់ពាក្យនោះហើយក៏មានព្រះរាជហឫទ័យសង្វេគតក់ស្លុតពន់ពេកទើបមានព្រះរាជអង្ការថាអូណូអាវុធគឺពាក្យញុះញង់ក្លាហានណាស់តើអាចពុះបំបែករូបធម៌និងអរូបធម៌ឲ្យបែកចេញពីគ្នាបានក្នុងលោកនេះឥតមានអាវុធណាដែលក្លៀវក្លាស្មើនឹងពាក្យញុះញង់នេះឡើយរឿងនេះចប់តែប៉ុណ្ណេះសូមអនុមោទនា